សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel General Knowledge and English Grammar ថ្ងៃនេះយើងនឹងជជែកគ្នាអំពីអ្វីមួយដែលមនុស្សជាច្រើនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នោះគឺតម្លៃមាសហើយអ្វីបានជាតម្លៃមាសកំពុងតែឡើងថ្លៃនៅពេលនេះហើយនៅក្នុងវីដេអូនេះដែរយើងនឹងរៀននៅ clear ភាសាអង់គ្លេសដែលមានប្រយោជន៍រចនាសម្ព័ន្ធប្រយោគនិងពាក្យដែលតែងតែលេចឡើងនៅក្នុងព័ត៌មានអន្តរជាតិជាក់ស្ដែងតោះចាប់ផ្ដើមទាំងអស់គ្នាថ្មីៗនេះសារព័ត៌មានអន្តរជាតិជាច្រើនរួមមានសារព័ត៌មាន BBC និងសារព័ត៌មាន Reuters ជាដើមបានរាយការណ៍ថាតម្លៃមាសបានហក់ឡើងម្ដងទៀតស្ដាប់ទៅវាហាក់ដូចជាស្មុគស្មាញប៉ុន្តែនេះគឺជាការពន្យល់បែបសាមញ្ញមួយកត្តាទី1គឺ Global Uncertainty is increasing ដែលប្រែថាភាពមិនប្រកបប្រជាជាសកលកំពុងកើនឡើងមានភាពតានតឹងផ្នែកនយោបាយសង្គ្រាមនិងហានិភ័យសេដ្ឋកិច្ចកាន់តែច្រើនឡើងនៅជុំវិញពិភពលោកកត្តាទី2គឺ investors are worried about inflation and interest rates ដែលត្រូវបានប្រែថាវិនិយោគិនមានការព្រួយបារម្ភអំពីអតិផរណានិងអត្រាការប្រាក់គេអាចនិយាយបានថាមនុស្សបារម្ភថាលុយអាចនឹងបាត់បង់តម្លៃរបស់វាកត្តាទី3គឺ investors are looking for a safe place to store value ដែលប្រែថាវិនិយោគិនកំពុងស្វែងរកកន្លែងសុវត្ថិភាពដើម្បីរក្សាតម្លៃទ្រព្យជាទម្លាប់មាសត្រូវបានគេមើលឃើញថាជាទ្រព្យចម្រុះសុវត្ថិភាពដូច្នេះសរុបមកគឺហានិភ័យកាន់តែច្រើនបូកផ្សំជាមួយនឹងភាពមិនប្រកបប្រជាកាន់តែខ្លាំងនាំឲ្យមានតម្រូវការមាសកាន់តែខ្ពស់គេអាចនិយាយបានថានៅពេលតម្រូវការកើនឡើងតម្លៃក៏ឡើងតាមនឹងផងដែរនៅពេលមានភាពមិនប្រកបប្រជាច្រើននិងហានិភ័យខ្ពស់មនុស្សនឹងទៅរកមាសដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួននេះគឺជាតក្កវិជ្ជាទីផ្សារដ៏សាមញ្ញបំផុតមុនពេលបន្តទៅសិក្សាពាក្យគន្លឹះនិងវេយ្យាករណ៍យើងខ្ញុំសូមណែនាំអំពីថ្នាក់រៀនបកប្រែខ្មែរអង់គ្លេសដែលជាថ្នាក់រៀនអនឡាញតាមប្រព័ន្ធ Zoom ថ្នាក់រៀនបកប្រែខ្មែរអង់គ្លេសគឺជាថ្នាក់រៀនមួយពេលបង់មួយពេលតាមប្រព័ន្ធ Zoom ស័ក្តិសមចំពោះអ្នកដែលចង់ពង្រឹងចំណេះដឹងពាក់ព័ន្ធនឹងរចនាសម្ព័ន្ធ clear វេយ្យាករណ៍និងការប្រើប្រាស់វេជ្ជស័ព្ទឲ្យត្រូវតាមបរិបទភាសាអង់គ្លេសយ៉ាងវិញទៀតយើងមានការបញ្ចុះតម្លៃពិសេសសម្រាប់សិស្សចូលរៀនដំបូងផងដែរសូម scan QR code នៅលើអេក្រង់នេះឬចុចតំណជាប់នៅក្នុង caption ខាងក្រោមវីដេអូដើម្បីចុច subscribe នៅក្នុង channel Telegram របស់ថ្នាក់រៀននិងចុច like នៅក្នុងទំព័រ Facebook ខ្មែរ English Translation Class ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីថ្នាក់រៀនសូមអរគុណឥឡូវនេះយើងមកមើលពាក្យគន្លឹះដែលអ្នកតែងតែឃើញនៅក្នុងអត្ថបទព័ត៌មានអំពីមាសនិងទីផ្សារហិរញ្ញវត្ថុទី1គឺ safe haven asset ដែលមានន័យថា an investment that people trust during crisis or uncertaintyដែលប្រែថាជាការវិនិយោគដែលមនុស្សទុកចិត្តក្នុងអំឡុងពេលមានវិបត្តិឬមានភាពមិនប្រកបប្រជា Gold is considered a safe haven asset during times of global uncertainty ដែលត្រូវបានប្រែថាមាសត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិដែលមនុស្សយកជាកន្លែងសុវត្ថិភាពសម្រាប់រក្សាទ្រព្យអំឡុងពេលមានភាពមិនច្បាស់លាស់នៅលើសកលលោកអ្នកនឹងឃើញគេប្រើ clear នេះជាញឹកញាប់សម្រាប់មាសប្រាក់ដុល្លារអាមេរិកនិងសញ្ញាបត្ររដ្ឋាភិបាលទី2គឺ market uncertainty ដែលមានន័យថា a situation where investors are unsure about the future តែយើងប្រែថាស្ថានភាពដែលវិនិយោគិនមានភាពមិនច្បាស់អំពីអនាគតឧទាហរណ៍ market uncertainty has pushed investors toward gold ភាពមិនប្រកបប្រជានៅក្នុងទីផ្សារបានជំរុញឲ្យវិនិយោគិនងាកទៅរកមាសទី3 inflation concerns មានន័យថាworries that prices of goods and services will continue to rise ដែលប្រែថាការព្រួយបារម្ភថាថ្លៃទំនិញនិងសេវាកម្មនឹងបន្តកើនឡើងឧទាហរណ៍ inflation concerns have increased demand for gold ការព្រួយបារម្ភអំពីអតិផរណាបានបង្កើនតម្រូវការសម្រាប់មាសហើយសម្រាប់ចំណុចវេយ្យាករណ៍ថ្ងៃនេះគឺយើងផ្ដោតលើហេតុនិងផលដែលគេហៅថា cause and effect ព្រោះព័ត៌មានហិរញ្ញវត្ថុតែងតែបញ្យល់ពីមូលហេតុដែលតម្លៃមានការប្រែប្រួលដូច្នេះខ្ញុំសូមបង្ហាញនៅ common structures រចនាសម្ព័ន្ធទូទៅដែលមានទី1គឺ U2 បូកជាមួយនឹង noun ឧទាហរណ៍ gold prices rose due to market uncertainty មានន័យថាតម្លៃមាសបានកើនឡើងដោយសារតែភាពមិនច្បាស់លាស់នៅក្នុងទីផ្សារអញ្ចឹងយើងប្រើ U2 បូកជាមួយនឹង noun តែប៉ុណ្ណោះហើយ U2 យើងប្រើទៅលើហេតុផលដែលមានភាពអវិជ្ជមានទី2
because បូកជាមួយនឹង clause ឧទាហរណ៍ gold prices rose because investors were worried about inflation តម្លៃមាសកើនឡើងពីព្រោះអ្នកវិនិយោគមានការព្រួយបារម្ភអំពីអតិផរណាអញ្ចឹងយើងប្រើ because បូកជាមួយនឹង clause ដែល clause គឺយើងមាន subject បូក verb បូកនឹង object ដូចដែលយើងឃើញនៅក្នុងឧទាហរណ៍នេះ because investors were worried about inflation គឺ investors ជា subject were worried គឺជា verb about inflation គឺជា object ឬ predicate ទី3គឺ as a result បបថាជាលទ្ធផល as a result គឺជា transitional phrase ក្នុងភាសាអង់គ្លេសហើយគេតែងតែដាក់នៅមុខ clear ដែលយើងប្រែថាជាលទ្ធផលសូមមើលឧទាហរណ៍ global risk increase as a result gold prices climb ហានិភ័យសកលបានកើនឡើងជាលទ្ធផលតម្លៃមាសបានកើនឡើងមុននឹងបញ្ចប់សូមប្រិយមិត្តសាកល្បងធ្វើលំហាត់នេះសូមសរសេរប្រយោគមួយដោយប្រើពាក្យ due to ឬ because អំពីតម្លៃមាសនៅក្នុង comment ខាងក្រោមវីដេអូឧទាហរណ៍ gold prices increase due to rising market uncertainty យើងខ្ញុំនឹងជួយពិនិត្យនិងកែតម្រូវ clear ភាសាអង់គ្លេសរបស់លោកអ្នកនៅពេលលោកអ្នកសរសេរឧទាហរណ៍នៅក្នុង comment ខាងក្រោមជាចុងក្រោយសូមប្រិយមិត្តកុំភ្លេចចុច like វីដេអូ subscribe និង share ប្រសិនបើប្រិយមិត្តចង់បានមេរៀនភាសាអង់គ្លេសនិងការបកប្រែផ្អែកលើព័ត៌មានបែបនេះតទៅទៀតសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅពេលក្រោយ